នៅក្នុងវប្បធម៌ខ្មែរមាននំប្រពៃណីជាច្រើនដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ហើយក្នុងចំណោមនំទាំងនោះនំគុំខ្មែរគឺជានំមួយដែលមនុស្សជាច្រើនស្គាល់និងចូលចិត្តតាំងពីកុមារភាពនំគុំមានរូបរាងតូចសាមញ្ញប៉ុន្តែពោរពេញទៅដោយរសជាតិដ៏ផ្អែមល្ហែមនិងក្លិនឈ្ងុយបែបបុរាណគ្រឿងផ្សំសំខាន់មានដូចជាម្សៅអង្ករដំណើបដូងខ្ទិះនិងស្ករត្នោតគ្រាន់តែក្លិនក៏ធ្វើឲ្យនឹកឃើញដល់ផ្ទះនិងអនុស្សាវរីយ៍កាលពីក្មេងដំបូងគេកំសៅអង្ករដំណើបមកច្របាច់ឲ្យទន់ល្មមបន្ទាប់មកដាក់ស្នូលដូងលីស្ករត្នោតនៅខាងក្នុងហើយបង្រួមវាឲ្យមូលស្អាតបន្ទាប់ពីរៀបចំរួចនំត្រូវបានយកទៅស្ងោរក្នុងទឹកក្តៅពេលនំចាប់ផ្ដើមអណ្តែតឡើងលើទឹកនោះមានន័យថាវាឆ្អិនរួចហើយក្លិនឈ្ងុយនៃដូងនិងស្ករត្នោតកំពុងរាលដាលពេញផ្ទះធ្វើឲ្យអ្នកគ្រប់គ្នាចង់ភ្លក់ភ្លាមពេលខាំចូលមាត់អ្នកនឹងទទួលបានរសជាតិផ្អែមទន់ល្មមរួមជាមួយស្នូលដូងដ៏ឆ្ងាញ់វាជារសជាតិដែលសាមញ្ញប៉ុន្តែពោរពេញដោយភាពកក់ក្ដៅនំគុំខ្មែរមិនមែនត្រឹមតែជានំទេប៉ុន្តែជាផ្នែកមួយនៃវប្បធម៌ បានតបបានតបបានបាន